បងប្អូនមេហើយជាសក់មកតែបានចេញមកខាងក្រៅតែធ្វើពីថ្ងៃធំបងប្អូននេះសាច់ដូងដែលយើងដាក់ថ្ងៃមុនហើយយើងត្រូវទៅស្រង់វិញស្រង់ទេគឺស្អុយតកាយហ្នឹងចាំកងគឺងាយស្រួលចឹងបងប្អូនរបស់លេចទឹកវាស៊ីទឹកមកអូធំអូផៃសឲ្យនោះអូសងចឹងមិនវាចេញក្រៅទូតាធំអញ្ចឹងងាយចេញក្រៅឲ្យបងប្អូនមើលទេអូហូលហើយនេះបងប្អូនសក់យកមិញធំណាស់សក់ហើយមកកងតែពេលវាសក់បានវាឆាប់ធំសក់ឲ្យបងប្អូនសក់ចឹងទៅសុខភាពល្អបងប្អូនណាដែលមានចំណារអារម្មណ៍ចង់ចាំអីអាចខមមិនចូលក្នុងเพลงបានឆាប់ធំហើយហាសក់ហើយមានសុខភាពល្អហើយចាំបាច់ដាក់ខ្យល់អុកស៊ីសែននេះបាច់ដាក់អុកស៊ីសែនអីពុះអីញ៉ៃញ៉ៃទេគឺតាមធម្មជាតិគឺបែបហ្នឹងបងប្អូននេះគឺក្នុងតង់ហ្នឹងគឺសក់រាល់ថ្ងៃហ្មងសក់ធំណាស់ប្រហែលជាមេមិនហ្នឹងមេមួយដែលរត់លឿនចូលទៅក្នុងតាមនេះមិនហ្នឹងព្រោះអីទូទៅអាធំអញ្ចឹងពេលថ្ងៃអត់ដែរចេញទេអញ្ចឹងមានន័យថាវាសក់ហើយវាយកតែអាថ្ងៃឲ្យវាសបកវាកាន់តែរឹងឡើងវិញព្រោះនេះសបកចាស់ពីមុនមកវាសក់ហើយអញ្ចឹងសបកថ្មីអញ្ចឹងសូមបញ្ជាក់បងប្អូនបកងតែសក់ហើយគឺវាឆាប់ធំហើយគេថាសក់ថ្ងៃហ្នឹងមួយអាទិត្យក្រោយធំជាងមុនវាហូបទៅវាធំធាត់លឿនណានេះសបកវាហើយបកងស្រួលមើលបកងណាដែលក្រិនមើលទៅសបកដែលស្អាប់ចាស់ហើយសបកណាដែលរៀងអលងថ្មីសាតបកងដែលឆាប់ធំធាត់អញ្ចឹងបងប្អូនពេលចិញ្ចឹមត្រូវតែធ្វើពិនិត្យមើលហើយបងប្អូនថាកងរបស់យើងមានសុខភាពល្អអត់តែខ្ញុំចិញ្ចឹមនេះគឺកងសូមមានសុខភាពល្អបើយើងតាក់វិញល្អមែនតើតាក់អត់ធំទេហើយដាក់កឆែតដាក់តកួននៅហ្នឹងក៏វាល្អដែរទឹកហើយបងប្អូនមានតែប៉ុណ្ណឹងនេះសក់កងសំណអរគុណច្រើនមានចម្ងល់អីអាចខមមិនចូលក្នុងเพจរបស់ខ្ញុំបានអរគុណ